លើកទី2 4បានសម្រុកម្ដងបរិនបានសម្រុកអ្នកឈ្នះម៉ែកូនចង់ញ៉ាំនំកូនតំញ៉ាំបាយហើយរកនំអីទៀតកូនម៉ែតែកូនចង់ញ៉ាំមកគេហើយនឹងមានប្រយោជន៍សម្រាប់អូននៅពេលក្រោយឬមានកត់ត្រាអំពីរឿងអ្វីដែលប្រពន្ធរបស់គាត់បានរៀបរាប់និងប្រវត្តិនៃផ្ទះនេះផងដែរប៉ុន្តែរឿងប្លែកៗរហូតហើយក៏ចង់ដឹងពីដើមកំណើតដើមតងនៃរឿងផ្ទះនេះក៏ដូចជាពុកចម្លែកក៏មករកមេភូមិដែរដូច្នេះលោកមេភូមិក៏បានឲ្យគេវាយជួងដើម្បីក៏ហៅអ្នកភូមិទាំងអស់ឲ្យជួបគ្នានៅក្នុងវត្តដោយសារតែលោកតាចាស់